ពិតជាឆ្លាតមែនអ្វីក៏ចេះដែរខួរក្បាលសាងពីអាចសុទ្ធវ៉ាន់ម៉េងអរគុណតាមិនហ៊ានអួតអាងទេតាទទួលថាខួរក្បាលតាវាសត្វតាអាចមកពីតាសត្វតាអាចហ្នឹងហើយបានតារស់នៅសហរដ្ឋអាមេរិកដោយសេចក្តីវេទនាតារស់នៅក្នុងសហរដ្ឋអាមេរិកជិត50ឆ្នាំហើយដោយសេចក្តីវេទនា2នាក់យាយតារស់នៅក្នុងផ្ទះមួយទំហំ475ម៉ែត្រការ៉េដី1អេកតាកន្លះមានឆ្កែ5ផ្ទះ3ជាន់បន្ទប់ដេក9អាចជប់លៀងមនុស្សក្នុងផ្ទះក្រៅផ្ទះបាន200នាក់ម៉ាស៊ីនត្រជាក់4គ្រឿងប្រដាប់ប្រើប្រាស់សិតតែរបស់ថោកនេះដោយសារខួរក្បាលវាកើតពីអាចពេលតាមកស្រុកអាមេរិកតានៅសល់លុយ$4ខោក្បួយ2អាវ2តែប៉ុណ្្នឹងទេហើយនឹងកតេល1មកពីក្បាលសាំងពីអាចនឹងហើយវ៉ាន់ម៉េងចំណែកចៅជាមនុស្សមានបុណ្យវាសនាខ្ពស់បានជាក្មួយរស់នៅវាំងមួយឈ្មោះហៅថាបង្គន់អាចណាចំណែកតាក្បាលសិតតាអាចចំណែកចៅស៊ីបានត្រឹមតាអាចហើយដល់ពេលចៅធំដឹងក្តីណាចៅបានត្រឹមប៉ុណ្ណឹងមានន័យថាចៅគឺជាបណ្ឌិតធំដុំមានជោគវាសនាខ្ពស់ណាស់មិនវេទនាដូចតាទេតាវេទនាណាស់សប្ងៃរស់នៅក្នុងផ្ទះមួយទំហំ475ម៉ែត្រការ៉េអូខេហើយតាអត់មានលុយចាយទេសប្ងៃតាអត់មានលុយចាយទេក្នុងមួយថ្ងៃតាបន្តិចដើរទៅធ្វើការឲ្យគេហើយរើសកំប៉ុងអីអានោះមកអំពីជីវិតរបស់តាអញ្ចឹងអរគុណណាវ៉ាន់ម៉េងដែលចៅបានជូនពរចៅបាទជូនពរចៅសូមជូនពរចៅវ៉ាន់ម៉េងឲ្យអេងក្នុងជីវិតទៅណាមកណាឆ្មបកាយចេញមកឃើញពន្លឺថ្ងៃប្រកបដោយជោគវាសនាគេបុកពីក្រោយរុនផ្ទះបាញ់ចូលបង្គន់កើតជាដង្កូវរស់នៅក្នុងបង្គន់ដោយមិនលំបាកក្នុងការរកស៊ីឡើយកើត24ម៉ោងក៏បុកពីក្រោយក៏រន្ទះបាញ់គ្រប់ជ្រុងជ្រោយឃើញពន្លឺព្រះអាទិត្យភ្លឺចាស់មួយផ្លែតក៏ភ្លឹបទៅវិញដោយសេចក្តីសុខសាន្តអនុមោទនាណាចៅអនុមោទនាពីព្រោះនឹងសុទ្ធតែជាបុណ្យកុសលរបស់ចៅហើយណាចំណែកតាវិញគឺវេទនាណាតាចេមសុខវេទនាត្រូវរត់លូនមករស់នៅអាមេរិកធ្វើការមួយថ្ងៃ10ទៅ16ម៉ោងពេលឃ្លានអត់មានបាយស៊ីតែនំប៉័ងពេលខែរាំងក្តៅខ្លាំងអង្គុយក្នុងម៉ាស៊ីនត្រជាក់ពេលក្តៅពេលណាមានម៉ាស៊ីនក្តៅវេទនាបោកខោ
អាវនឹងម៉ាសិនវេតានារស់តែជាមួយសាច់ឆ្កែគ្រាន់តែសាច់សម្រាប់ឲ្យឆ្កែស៊ីច្រើនជាងវ៉ាន់មេងដែលស៊ីតែអាចទៅទៀតជូនពរចៅអូខេជូនពរចៅណាអូថ្ងៃនេះលុញហើយអូខេតើបច្ចុប្បន្ននេះអ្នកនៅអាមេរិកអាចមកខ្មែរវិញបានទេបានកូនហើយអ្នកនៅខ្មែរក៏អាចមកអាមេរិកបានដែរប្រទេសទាំងពីរនេះណាប្រទេសទាំងពីរនេះមានមិត្តភាពនឹងគ្នាអូខេអាហ្នឹងអញ្ចឹងប្រឡងបាក់ឌុបជាប់ខំរៀនយ៉ាងណាតើសៀវភៅច្រើនអញ្ចឹងដែលអានឬទេអត់ដែលអានទេទិញយកមកតាំងតាសៀវភៅនៅក្រោយហ្នឹងទិញយកមកតាំងបើគិតទៅអស់ច្រើនម៉ឺនដែរណាពីព្រោះតែបោះចោលខ្លះដែលតាមដែលអាននេះតាទិញមកតាំងណា